ជំរាបសួរក៏ដូចជាសួស្តីបងប្អូនខាងកំពង់ធំទាំងអស់គ្នាបាទសម្រាប់ថ្ងៃនេះយើងនាំទៅលេងទស្សនវិជ្ជានៅក្នុងខេត្តកំពង់ធំដែលគេរៀបចំកម្មវិធីមហាសង្ក្រាន្តដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះអញ្ចឹងណាបាទហើយខ្ញុំជាមួយនឹងគ្រួសារខ្ញុំក៏បានធ្វើដំណើរចេញពីមុខតុលាការខេត្តកំពង់ធំហ្នឹងហើយយើងធ្វើដំណើរតាមផ្លូវហ្នឹងទៅហើយជិះលើដំបូងមានអារម្មណ៍ថាស្រស់ស្រាយមែនទែនដោយសារខ្ញុំខានទៅលេងស្រុកយូរដែរហើយគឺយើងមករស់នៅចាក់ចំណាក់ស្រុកចំណាក់ខេត្តពីកំពង់ធំមកនៅខាងខេត្តផ្សេងដើម្បីបន្តការងារអញ្ចឹងណាបាទនេះគឺជាទស្សនវិជ្ជានៅខាងមជួរមាត់ស្ទឹងដែលគេឆ្នេរខ្សាច់ដែលជាតំបន់ឆ្នេរខ្សាច់ដែលបងប្អូនខាងខេត្តកំពង់ធំគាត់និយមទៅលេងទីហ្នឹងមែនទែនហើយកន្លែងហ្នឹងគឺមានការប្រគំតន្ត្រីសម្រាប់ពេលយប់សម្រាប់ឲ្យបងប្អូនអស់គ្នាទៅផឹកលេងកម្សាន្តនៅទីហ្នឹងអញ្ចឹងណាទៅហូបអីផ្សេងបើយើងមិនចេះខាងគ្រឿងសង្វឹងទេយើងអាចហូបអីផ្សេងបានព្រោះទីហ្នឹងសម្បូរលក់អីច្រើនហើយអមទៅដោយឆ្នេរខ្សាច់នៅក្នុងមាត់ស្ទឹងនឹងស្រាប់តែម្ដងចឹងគេថាទស្សនវិជ្ជាមួយនឹងគឺថាសប្បាយមែនតើបាទនេះគឺជាផ្ទះបុរាណដែលគេទុកចោលបងប្អូនកំពង់ធំគាត់ប្រហែលជាស្គាល់គឺជាផ្ទះបុរាណមួយដែលគេទុកចោលយូរមែនតើនៅក្នុងខេត្តកំពង់ធំគេថាផ្ទះហ្នឹងគេអត់ធ្វើអីទេគេទុកចោលនៅទីហ្នឹងហើយឯផ្សារហ្នឹងពីមុនមកគឺមានដើមក្របបែកពីរដែលអ្នកនៅកំពង់ធំគេអត់ហៅដើមក្របបែកទេគេហៅដើមជ្រឹងដោយសារតែដើមហ្នឹងគឺសម្បូរទៅដោយសត្វជ្រឹងនៅសត្វជ្រឹងនៅច្រើនមែនតើប៉ុន្តែជាអកុសលដើមហ្នឹងក៏បានដួលនៅពេលដែលខ្យល់ខ្លាំងទៅបាទហើយនេះគឺជាកន្លែងដែលខាងរដ្ឋបាលផងយើងគឺគាត់តុបតែងកន្លែងសម្រាប់ត្រៀមទទួលសង្ក្រាន្តឆ្នាំថ្មីក៏ដូចជាត្រៀមលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខហ្នឹងឯងយើងគេថាគាត់រៀបចំបានស្អាតមែនទែនសម្រាប់ខេត្តកំពង់ធំក្នុងឆ្នាំនេះហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋនៅកំពង់ធំក៏សង្ឃឹមថាឆ្នាំក្រោយៗនឹងមានការរៀបចំស្អាតជាងនេះតទៅទៀតអញ្ចឹងណានេះគឺមិនទាន់ដល់ថ្ងៃលេងទេប៉ុន្តែគាត់រៀបចំទុកឲ្យហើយប៉ុន្តែនេះសឹងថាបានប្រហែលជា90%ទៅហើយគឺថាទស្សនវិជ្ជាមួយនេះគឺថាស្អាតមែនទែននៅតំបន់ឆ្នេរខ្សាច់អមមាត់ស្ទឹងបាទទីនេះគឺសួនពីមុនមកគឺសួនទេបាទគឺថាសួននៅទីនេះគឺថាមិនសូវស្អាតបែបនេះទេថាកំពង់ធំឥឡូវនេះគឺថាអភិវឌ្ឍលឿនមែនតើបាទនេះគឺជារថយន្តទេសចររបស់លោកគ្រូនៅសាលាដូងអញ្ចឹងគាត់ក៏បានពំនាំយកសិភៅជាច្រើនដើម្បីដាក់ឲ្យបងប្អូនអរគ្នាគាត់ទៅលេងនៅទីនោះគាត់បានអានកំសាន្តអញ្ចឹងណាក៏ដូចជាស្រាវជ្រាវនៅសិភៅថ្មីប្លែកបង្កើនចំណេះដឹងបង្កើនគំនិតអីផ្សេងអញ្ចឹងទៅបាទគឺថានេះគឺស្អាតមែនតើបងប្អូនអរគ្នាខេត្តកំពង់ធំនេះមិនទាន់ដល់ចូលឆ្នាំទេខ្ញុំជិះមកហាក់ដូចជាមានអារម្មណ៍ថាវាស្ទះបន្តិចបន្តួចដោយសារណាមួយខ្ញុំជិះនេះដូចជាថ្ងៃសៅរ៍អាទិត្យផងអញ្ចឹងបងប្អូននៅខេត្តកំពង់ធំគាត់មានពេលសម្រាប់ច្រើនអញ្ចឹងគាត់ក៏បានមកលេងជុំគ្នាទៅក៏ជាតិខ្លះអីខ្លះហ្នឹងទៅតំបន់ដែលស្អាតគឺសម្បូរទៅដោយយើងអ្នកទៅលេងច្រើនហើយយើងមិនបាច់ចាំឆ្ងល់ថាហេតុអីបានមនុស្សច្រើនទេគេថាស្អាតមែនទែនកំពង់ធំឆ្នាំនេះធានាហ្មងគេថាបងប្អូនអរគ្នាសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះកុំភ្លេចទៅលេងខេត្តកំពង់ធំទាំងអស់គ្នាណាគេថាមានការតុបតែងស្រស់ស្អាតមែនទែនទាំងនៅលើស្ពានចាស់ស្ពានថ្មីគេថាប្លែកមែនទែនខ្ញុំចាក់ចេញពីខេត្តកំពង់ធំរយៈពេលដូចជាយូរដែរហើយទៅវិញដូចជាប្លែកណាស់បាទនេះគឺជាឆ្នាំរោងអញ្ចឹងក៏បានតែងតាំងពោះហ្នឹងទៅគេថាស្អាតមែនទែនបងប្អូនអរគ្នាអាចទៅលេងបានកុំភ្លេចណាសង្ក្រាន្តឆ្នាំថ្មីជួបគ្នានៅក្នុងខេត្តកំពង់ធំទាំងអស់គ្នា